បាទសួស្តីស្វាគមន៍គោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទខ្ញុំបាទឈ្មោះហួតបាទថ្ងៃនេះខ្ញុំមានកិត្តិយសក្នុងការចែករំលែកជូនពុកម៉ែបងប្អូនអស់គ្នាអឺអំពីដើមដែលខ្ញុំដាំនៅមុខផ្ទះនឹងថ្ងៃនេះហ្នឹងហើយអញ្ចឹងដើមថ្ងៃនេះគឺប្រភេទដើមនេះប្រភេទដើមចពូបាទដើមចពូឥឡូវនេះបងប្អូននេះចពូនេះចពូរបស់ខ្ញុំហ្នឹងហើយនេះស្លឹកវាត្រួយវាអញ្ចឹងណាបាទអញ្ចឹងខ្ញុំបានដាំវារៀងនេះដែរហើយជាមួយខ្ញុំឲ្យបងប្អូនមើលអស់គ្នានេះបាទនេះបាទអញ្ចឹងនេះដើមចពូដែលខ្ញុំដាំហ្នឹងគឺខ្ញុំដាំវារយៈពេល2 ឆ្នាំដែរហើយហ្នឹងហើយ2 ឆ្នាំដូចជាមួយឆ្នាំជាងជិត2 ឆ្នាំហើយបងប្អូនបាទ2 ឆ្នាំនេះត្រួយវាទៀតទៅនេះបាទត្រួយវាទៀតទៅនេះហើយយើងមើលទៅបាទនេះត្រួយទៀតហ្នឹងហើយខ្ញុំអត់ដឹងថាផ្លែនៅពេលណាទេបើស្លឹកវាធំណាបាទស្លឹកធំណាហើយប្រភេទពួកចពូនេះជាប្រភេទចពូផ្អែមហ្នឹងហើយប្រភេទពួកចពូផ្អែមណាអញ្ចឹងធំណាបងប្អូនចពូវាផ្លែធំណានេះផ្លែខ្ញុំប៉ុណ្ណេះប៉ុនក្តាប់ដៃខ្ញុំណាបាទហើយពូជនេះពូជថៃដែរខ្ញុំរើសយកពូជថៃវាយើងដាំធម្មជាតិទេផ្សាំធម្មជាតិទេក៏ប៉ុន្តែពូជវាកូនកាត់ថៃធំហើយផ្អែមល្អបាទធំហើយផ្អែមល្អហើយនេះម៉ាក់ខ្ញុំកាត់ខ្លះកុំឲ្យវាខ្ពស់ពេកណាហ្នឹងហើយកាត់ចេញខ្លះហើយនេះកពូលរបស់វាខ្ពស់ដែរហ្នឹងហើយមិនចាញ់នេះទេមិនចាញ់ដើមស្វាយទេបាទទៀបជាងដើមស្វាយបន្តិចបាទនេះទៀបជាងដើមស្វាយខ្ញុំបន្តិចដើមស្វាយខ្ញុំធ្វើវីដេអូបង្ហាញថ្ងៃមុនហ្នឹងហើយខ្ញុំឆ្លាញ់ដាំយាពូនេះហ្នឹងហើយខ្ញុំជួយចិត្តផ្លែយាពូហើយនេះមិនដឹងថាផ្លែពេលណាចាំមើលជាក់ស្ដែងហ្នឹងហើយដាំនេះស្រួលដាំណាស់ហ្នឹងហើយបងប្អូនអរគ្នាស្រួលដាំដើមចពូហ្នឹងបងប្អូនមើលឬវាខ្ញុំអត់មានដាក់អីទេហ្នឹងហើយខ្ញុំអត់មានដាក់ជីដាក់អីទេហ្នឹងគឺយើងដីហ្មងក៏វាអាចដោះបានដែរហ្នឹងបើយើងមានដីស្រែដីអីនៅបានទៀតហ្នឹងកាន់តែល្អបាទហ្នឹងកាន់តែល្អព្រោះវាអត់សូវរកប្រភេទដីបាទវាសូវរកប្រភេទដីហើយញីស្រួលដាំព្រោះយើងមួយថ្ងៃស្រោចទឹកព្រឹកម្ដងទៅហ្នឹងហើយបើយើងទៅនេព្រឹកនេះស្រោចព្រឹកនេះទៅក៏បានដែរហ្នឹងហើយបើភ្លៀងនេះខ្ញុំមិនបាច់សូវស្រោចវាទេហ្នឹងហើយបើសិនជាមេឃភ្លៀងហើយដើមវាគល់វាធំដែរជិត2 ឆ្នាំហ្នឹងហើយនេះវាបែកមេឃច្រើនណាធំដែរអញ្ចឹងខ្ញុំមិនដឹងថាពេលណាវាផ្លែទេហ្នឹងហើយអាច1 ឆ្នាំឬ2 ឆ្នាំទៀតមិនដឹង3 ឆ្នាំមិនដឹងអញ្ចឹងយើងចាំមើលអស់គ្នាទៅហ្នឹងហើយពូជផ្អែមហ្នឹងហើយផ្អែមឆ្ងាញ់ពូជវាហើយងាយស្រួលដែរបងប្អូនចង់ដាំអាចនេះបានទៅអាចទៅទិញនៅទៅទិញកន្លែងគេលក់ផ្កាលក់អីស្រួលទៅពូជប្រភេទពូជថៃពូជផ្អែមធំអញ្ចឹងនៅផ្លែអាចគេមាននឹងតែអាចគេមានអញ្ចឹងហ្នឹងហើយវីដេអូខ្ញុំថ្ងៃហ្នឹងមានប៉ុណ្្នឹងទេจะបង្ហាញតាមចពូរបស់ខ្ញុំហ្នឹងហើយពុកម៉ែបងប្អូនគ្នាបានមើលបានដឹងអញ្ចឹងណាបាទអញ្ចឹងមកដល់ទីបញ្ចប់នៃការបង្ហាញរបស់ខ្ញុំដែរហ្នឹងហើយខ្ញុំសូមអរគុណច្រើនពុកម៉ែបងប្អូនអ្នកគ្នាបានទស្សនាវីដេអូខ្ញុំតាំងពីដើមដល់ចប់ហ្នឹងហើយខ្ញុំអត់មានទេមានតែអរគុណទៅពុកម៉ែបងប្អូនគ្នាដែលបានតាមដានទស្សនាដល់ចប់ហើយគ្រាន់តែជាការចែករំលែកតិចតួចទេហ្នឹងហើយសង្ឃឹមថាពុកម៉ែបងប្អូនរីករាយហ្នឹងហើយកុំមានការប្រកាន់លើពាក្យសម្ដីអីផ្សេងៗបាទអញ្ចឹងអរគុណច្រើនបងប្អូនបាទគោរពជម្រាបលាបាយបាយ